បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំដាក់ចំណីត្រីក្នុងអាងតង់ដែលចំលក្ខណៈគ្រួសារនៃការដាក់ចំណីអញ្ចឹងការដាក់ចំណីមើលទៅការស៊ីចំណីរបស់ត្រីគឺមានការរហ័សរហួនអញ្ចឹងមានន័យថាត្រីរបស់យើងគឺមានសុខភាពល្អពេលដាក់ចំណីគឺចាប់ចំណីតែនេះដោយសារតែខ្ញុំដាក់មុននេះច្រើនដែរហើយដល់ពេលអញ្ចឹងវាស៊ីអត់សូវស៊ីអញ្ចឹងណារយៈពេលនៃការដាក់ត្រីរបស់ខ្ញុំនេះគឺខ្ញុំដាក់បានរយៈពេលមួយខែជាងមួយខែ5ថ្ងៃអញ្ចឹងមានការមើលទៅការលូតលាស់របស់ត្រីគឺធំល្អតែការដាក់នេះដែរគឺដាក់ដោយចំណីគ្រាប់គឺមានន័យថាចំណីសម្រាប់តែយើងដាក់ស៊ីហើយសម្រាប់នេះគឺខ្ញុំដាក់ចំណីនេះគឺទំហំ3លីតែតាមពិតត្រីអណ្ដែងរបស់យើងនេះគួរតែស៊ីចំណី4លីកន្លះតែមានប្រូតេអ៊ីន30ទៅ25អីប្រូតេអ៊ីនទៅអត់អីល្អក្នុងការស៊ីចំណីរបស់វាអញ្ចឹងការដាក់ចំណីយើងដាក់មានបរិមាណនៃការដាក់ដែរយើងដាក់មើលដែរតើការស៊ីចំណីរបស់វាពេលស៊ីឆ្អែតគឺវាលែងនេះហើយលែងតែលក្ខណៈរបស់វាលែងចង់ស៊ីអញ្ចឹងចំណីរបស់យើងគឺនៅលក្ខណៈថាសល់មួយអញ្ចឹងយើងអានេះយើងអត់អាចដាក់ចំណីបន្ថែមទៀតទេដោយសារវាស៊ីឆ្អែតទេអរគុណច្រើនម៉ែបងប្អូនសម្រាប់ការតាមដានការចិញ្ចឹមត្រីយ៉ាងដែររបស់ខ្ញុំអត់មានអីទេពាក់ព័ន្ធនឹងបទពិសោធន៍